Hello នេះយើងនេះជាការអាប់ដេតថ្មីរបស់ eFootball 2027ហើយនេះយើងឲ្យមានគ្នាយើងណាខ្លះដែលអត់ទាន់ចេះដាក់attacking ហើយនិង defensive បែបហ្នឹងនេះយើងហើយបើគ្នាយើងអត់ទាន់ចេះដាក់ទេអាចចូលមើលវីដេអូនេះបាននេះយើងខ្ញុំបញ្យល់មួយច្បាស់ឲ្យគ្នាយើងចេះដាក់ទាំងអស់គ្នាហើយអត់មានអីពិបាកទេគ្នាយើងហើយមុនចូលដល់វីដេអូនេះយើងកុំភ្លេចជួយចុច Sub ម្នាក់មួយផងនេះយើងហើយវីដេអូនឹងដែរខ្ញុំធ្វើសម្រាប់តែអ្នកអត់ទាន់ចេះដាក់ទេហើយបើអ្នកចេះដាក់ហើយអាចអមឡើងបាននេះយើងព្រោះអាការដាក់ហ្នឹងមានអ្នកខ្លះក៏ចេះហើយអ្នកខ្លះក៏នៅដល់ពេលអញ្ចឹងយើងធ្វើតែសម្រាប់អ្នកអត់ទាន់ចេះដាក់ទេឥឡូវយើងចូលដល់វីដេអូនេះចូលចុចលើគ្រូឡាំផានមកនេះយើងហើយចុចកន្លែងformation ហ្នឹងមកនេះយើងនេះវាមានកន្លែងប៊ូតុងបើកអញ្ចឹងនេះយើងចុចបើកវាប៉ក់មកហើយវាមាន2ក្លោមវាមាន attacking formation ហើយនិង defensive formation គឺយើងនិយាយទៅអានឹងយើងរៀបតម្រង់តាមនឹងបានណាហើយអាតម្រង់ហ្នឹងវាមានច្រើនហើយយើងរើសយើងចង់រើសតម្រង់មិនក៏បានដែរគឺយើងទាំង attacking ទាំង defensive វាមាននិយាយទៅវាមានតម្រង់ដូចយើងលេងធម្មតាដូចរាល់ដងតែយើងរើសបានដោយ attacking យើងដាក់ប្រយុទ្ធឲ្យច្រើនទៅគឺយើងដាក់ defensive យើងដាក់ការពារឲ្យច្រើនអីចឹងទៅគឺយើងនិយាយទៅ game pass អាប់ដេតទៅកាន់តែឡូយទៅយើងកាន់តែដូចពិតហើយគ្នាយើងមើលបាននេះតម្រង់អស់មើលតាមហ្នឹងឆ្លាញ់តម្រង់មួយណាដាក់តម្រង់មួយហ្នឹងលេងទៅគ្នាយើងហើយតម្រង់ខ្ញុំរៀបចំហើយគ្នាយើងឥឡូវយើងចូលទៅមើលតម្រង់ដែលខ្ញុំរៀបហើយទាំងអស់គ្នាខ្ញុំលេង 4-2-2 អញ្ចឹងជាមួយខ្ញុំចុច attacking ចុច defensive ទៅវាឡើងការពារ5គ្នាយើងការពារ5វាខ្លាចជា4-3-2គ្នាយើងលោខាងមែនតើហើយមិនបានតែមួយហ្នឹងនេះយើងចង់ដាក់មិនក៏បានដែរតាមចិត្តយើងស្រឡាញ់យើងចូលចិត្តលេងគ្នាយើងនេះមើលខ្ញុំចូលទៅដូរគ្នាយើងមើលកន្លែង attacking ហ្នឹងយើងដូរដាក់អីផ្សេងមកក៏បានដែរគ្នាយើងឥឡូវកន្លែងនេះខ្ញុំរើកន្លែងតម្រង់3-2-3-2គ្នាយើងដាក់ហ្នឹងដាក់ attacking គ្នាយើងបើហ្នឹងបុកសាហាវវាមើលគ្នាយើងប្រយុទ្ធ2យើងស្លាប់ហើយមាន AMS ទៀតបុកញាក់សាច់និយាយថាយើងមិនដាក់តែប៉ុណ្្នឹងទេគ្នាយើងដាក់អញ្ចឹងហើយយើងត្រូវរើអាកន្លះកណាដែលលេងអាចលេងរ៉ូលទាំងពីរហ្នឹងបាននេះយើងដូច OB អញ្ចឹងគាត់អាចលេងខាងលើបាន MS អញ្ចឹងគ្នាយើងបើសិនជាយើងអត់រើអាកន្លះកដែលលេងរ៉ូលទាំងពីរហ្នឹងបានទេគឺដាក់ទៅធ្លាក់ rating ហើយគ្នាយើងឥឡូវយើងដូរអាកន្លែងattacking មកថាទៀតគ្នាយើងខ្ញុំអត់ចូលចិត្តទេអាតម្រង់បាញ់នេះខ្ញុំដាក់អាតម្រង់នេះវិញច្រើនជាងយើងដាក់អាតម្រង់4-3-1-2ហ្នឹងអាតម្រង់ហ្នឹងពេញនិយមមកនេះយើងតាំងពី2020 5មកតម្រង់ហ្នឹងញាក់សាច់ហ្នឹងនេះយើងល្អលេងតម្រង់ហ្នឹងហើយអា defensive ហ្នឹងខ្ញុំ recommend ឲ្យគ្នាយើងដាក់អាតម្រង់5-3-2នេះយើងការពារតាន់ហើយស្រួលលេងតិចនិយាយទៅបើគ្នាយើងចង់ស្រួលលេងអាចដាក់តាមខ្ញុំបានយើងមកថាគ្នាយើងមានតម្រង់ដែលចូលចិត្តលេងខ្លួនឯងហើយយើងដាក់តម្រង់ហ្នឹងទៅតែសម្រាប់ខ្ញុំ recommend សម្រាប់តម្រង់ការពារតម្រង់5-3-2យើងល្អតម្រង់ហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេគ្នាយើងជួបគ្នានៅវីដេអូក្រោយកុំភ្លេចចុច Sub អ្នកមួយផង